ទម្លាប់អាក្រក់ប៉ុន្មានយ៉ាងដែលធ្វើបងប្អូនលេងចំពីម្ល៉េះទោះបីជាបងប្អូនលេង10ឆ្នាំក៏នៅតែដដែលមិនឡើងមិនខ្លាំងនៅតែអន់ដដែលចំណុចមួយចំនួនដែលបងប្អូនមើលរំលងពាក់ព័ន្ធជាមួយនឹងកៅស៊ូបងប្អូនត្រូវតែច្បាស់មិនផ្លាស់ប្ដូរទេបើស្រឡាញ់ប្រេណាត្រូវតែច្បាស់កៅស៊ូខ្លីវានឹងរត់ក្របផ្សេងកៅស៊ូវែងវានឹងរត់ក្របផ្សេងកៅស៊ូក្រាស់នឹងរត់ក្របផ្សេងនិងកៅស៊ូស្ដើងរត់ក្របផ្សេងគ្នាបងប្អូនមិនអាចបដូរតាមចិត្តបានទេបើមិនជាបងប្អូនបដូរតាមចិត្តការស្មាននឹងខុសគ្នាដូចគ្នាមិនអាចខ្លាំងបានទេចំណុចសំខាន់បន្ទាប់គឺຂະຫນាតចំពីមបងប្អូនត្រូវចងចាំថាបើសិនជាបងប្អូនលេងຂະຫນាតមួយណាបងប្អូនត្រូវតែបន្តលេងຂະຫນាតហ្នឹង75លេង75 8លេង8រហូត90លេង90រហូតបើបងប្អូនបដូរការស្មាននឹងខុសគ្នាដូចគ្នាចំណុចបន្ទាប់គឺពាក់ព័ន្ធជាមួយនឹងការកាន់ខ្ញុំអត់ខ្វល់ថាបងប្អូនកាន់របៀបណាទេឲ្យតែកាន់ទៅដងត្រង់បងប្អូនអាចប្រើប្រាស់បានហើយបងប្អូនហាមផ្លាស់ប្ដូរចូលឡើងបើសិនជាបងប្អូនធ្លាប់កាន់បែបនេះឬក៏កាន់ក្រោបបែបនេះឬក៏កាន់ចុងដៃបែបនេះខ្ញុំអត់ខ្វល់ទាំងអស់បន្តទម្លាប់បងប្អូនដដែលឲ្យតែដងត្រង់គ្រាប់នឹងរត់ល្អដូចគ្នាហើយវានឹងភ្លាវបើសិនជាបងប្អូនកាន់ថ្ងៃនេះបែបនេះកាន់ថ្ងៃនេះបែបនេះគឺភ្លាវគឺរត់អត់ស្អាតនោះទេការភ្លាវបន្តិចគោលដៅគឺខុសដូចគ្នាការបាញ់ចំពីមគឺមិនអាចភ្លាវលេខភ្លាវតែបន្តិចគឺគ្រាប់រត់ខុសតែម្ដងចំណុចសំខាន់បន្ទាប់ពាក់ព័ន្ធជាមួយនឹងមុំខ្ញុំអត់ខ្វល់បងប្អូនលេងមុំមួយណាឬក៏ការបាញ់របស់បងប្អូនរបៀបណាទេ45មិនចំ45 75មិនចំ75 90មិនចំ90ឬក៏180មិនចំ180ខ្ញុំអត់ខ្វល់ទេសំខាន់បន្តទម្លាប់ដដែលរក្សាភាពដដែលរបស់បងប្អូននឹងខ្លាចជាអ្នកខ្លាំងព្រោះការស្មានមិនពាក់ព័ន្ធជាមួយនឹងពួកខ្ញុំអ្នកចែករំលែកទេការស្មានគឺបងប្អូនខ្លួនឯងចងចាំខ្លួនឯងបងប្អូនឆ្ងល់អត់ថាហេតុអីគេបង្រៀនគេប្រាប់ឲ្យបងប្អូនតម្រង់តំណឹងមិនឲ្យបងប្អូនតម្រង់តំណឹងអត់ត្រូវហេតុផលអីគេមកពីកស៊ូបងប្អូនលាក់ដូចគេមកពីຂະຫນាតចំពីបងប្អូនលាក់ដូចគេមកពីមុំបងប្អូនកាន់ដូចគេមកពីដៃបងប្អូនកាន់ដូចគេបងប្អូនមិនអាចតម្រង់ដូចគេបានទេបងប្អូនចង់ខ្លាំងត្រូវស្វែងយល់ខ្លួនឯងបាញ់តែ10 20 30គ្រាប់បងប្អូននឹងដឹងទេថាទម្លាប់បងប្អូនរបៀបហ្នឹងបាញ់របៀបហ្នឹងគ្រាប់រត់ចេញប្រឡោះណាគោលដៅយើងនេះវាចេញប្រឡោះណាយើងនឹងដឹងហើយបើសិនជាបងប្អូនបន្តទម្លាប់ដដែលតែបងប្អូនម្ដងមើលទៅតាមគេឃើញគេលេង75ពូកែ45ពូកែ90ពូកែ180ពូកែបងប្អូនចេះតែលោតតាមនេះតាមនោះបងប្អូនទៅចាំថាបុគ្គលិកពូកែធ្វើការកន្លែងមួយគឺអត់អាចធ្វើការកន្លែងពីរបានទេបើសិនជាគាត់ធ្វើការងារពីកន្លែងគាត់នឹងលេងពូកែភ្លាមព្រោះគាត់បែងចែកអារម្មណ៍ការស្មានខុសគ្នាបងប្អូនទៅចាំបើសិនជាបងប្អូនបន្តទម្លាប់ដដែលមួយថ្ងៃបងប្អូនឡើងបន្តិចពីរថ្ងៃឡើងបន្តិច3ថ្ងៃ4ថ្ងៃគឺឡើងរហូតបងប្អូនលេង1ឆ្នាំ2ឆ្នាំគឺរត់តែខ្លាំងរត់តែខ្លាចជាអ្នក professional ដែលបាញ់លឿនហើយកម្រងចំណុចដដែលបងប្អូនបន្តទម្លាប់ដដែលបងប្អូននឹងចាក់ទីមកគឺត្រូវគោលដៅដែលយើងចង់បាញ់មកសឹងតែថាមិនបាច់មើលគឺទៅកន្លែងដែលយើងចង់បាញ់ហ្នឹងតែម្ដងតែបងប្អូនបដូរថ្ងៃនេះចេះថ្ងៃនេះចេះថ្ងៃនេះកម្រងទៅនេះមិនអាចហើយកស៊ូបងប្អូនដូរតាពីຂະຫນាតលេងឲ្យតាពីដូចខ្ញុំលើកពីដើមវីដេអូអញ្ចឹង No បើបងប្អូនលេងពូកែដោយសារតែបងប្អូនធ្វើតាពីខ្ញុំអាចកាត់ក្បាលខ្ញុំអានេះខ្ញុំនិយាយដោយសារតែខ្ញុំមានបទពិសោធន៍ខ្ញុំចែករំលែកទៅកាន់បងប្អូនចង់ខ្លាំងចាំពូកែបងប្អូនកុំរំលងចំណុចទាំងអស់នេះអញ្ចឹងសារមួយនេះគឺខ្ញុំចែករំលែកសម្រាប់បងប្អូនដៃថ្មីជាពិសេសឬក៏បងប្អូនដៃចាស់មួយចំនួនដែលលេងមិនឡើងមិនពូកែហើយក៏សូមអធិស្ឋានទៅកាន់បងប្អូនដែលគាត់ចេះប្រើប្រាស់ដូចគ្នាបើសិនជាមានចំណុចខុសឆ្គងត្រង់ណាបាទសំខាន់តែអភ័យទោសបាទនេះគឺខ្ញុំចែករំលែកដោយសារតែវាជាបទពិសោធន៍ដែលខ្ញុំបានឆ្លងកាត់ហើយខ្ញុំមិនដឹងថាបងប្អូនឆ្លងកាត់ដូចខ្ញុំឬក៏អត់ទេអញ្ចឹងសូមអធិស្ឋានខ្ញុំចែករំលែកតាមអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ហើយប៉ុណ្ណោះអញ្ចឹងខ្ញុំឆ្លងកាត់ហើយខ្ញុំបានលទ្ធផលបានខ្ញុំយកមកចែករំលែកបងប្អូនឲ្យបងប្អូនកាន់តែខ្លាយជាអ្នកលេងដល់ពូកែការលេងយូរមិនសំខាន់វាសំខាន់បំផុតគឺទម្លាប់ដដែលបើកាលណាបងប្អូនបន្តទម្លាប់ដដែលការលេងយូរនឹងខ្លាយជាចំណុចមួយដែលសំខាន់ហើយពូកែសម្រាប់បងប្អូនតែបងប្អូនបន្តទម្លាប់ចាប់ឆាយគឺមិនអាចខ្លាយទៅជាការីបានទេមកណាបើទម្លាប់ចាប់ឆាយបងប្អូននឹងចាប់ឆាយរហូតលេង10ឆ្នាំប៉ុណ្ណឹងតែអត់ដែរអញ្ចឹងក៏លេងទៅមើលស្មាត់ធំក៏លេងមើលគេលេងបើកស៊ូវិញគេមិនដែលលេងកស៊ូខ្លីបើលេងកស៊ូក្រាស់គេដែលលេងកស៊ូស្ដើងបើលេងខ្នាតណាគេនឹងលេងខ្នាតហ្នឹងចំណាំមើលដងជាពីរដូចគ្នាគេកម្រដូរដងអញ្ចឹងហេតុអីដងគេដូរដងកុំបន្ទុកគេថាគេលេងដងដដែលដោយសារតែដងហ្នឹងជា